លោកលន់ណុលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅក្នុងឆ្នាំ1955និងជាអគ្គមេបញ្ជាការកងទ័ពនៅក្នុងឆ្នាំ1960និងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរនៅពេលនោះគាត់ជាអ្នកគាំទ្រម្នាក់ដែលទទួលបានការទុកចិត្តពីសម្ដេចព្រះនរោត្តមសីហនុនៅក្នុងឆ្នាំ1963គាត់ត្រូវបានតែងតាំងជាបដិយុរដ្ឋមន្ត្រីខណៈដែលសម្ដេចនរោត្តមសីហនុព្យាយាមស្វែងរកចលនាអព្យាក្រឹតនិយមជាអន្តរជាតិក្នុងបំណងបញ្ជាប្រទេសរបស់ព្រះអង្គពីការប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី2នៅឆ្នាំ1966ការបោះឆ្នោតសភាបានធ្វើឲ្យមានតុល្យភាពអំណាចចំពោះលន់ណុលនិងសមាសធាតុស្ដាំនិយមរបស់គណបកសង្គមរាស្ត្រនិយមនៅពេលដែលបេក្ខជនអភិរក្សនិងពួកស្លាប់ស្ដាំត្រូវបានជ្រើសរើសយ៉ាងច្រើនលោកលន់ណុលបានក្លាយជានាយករដ្ឋមន្ត្រីហើយគាត់គឺជាមនុស្សដែលប្រកៀកស្មើគ្នាជាមួយសម្ដេចព្រះនរោត្តមសីហនុក្នុងការប្រយុទ្ធជាមួយនឹងពួកកុម្មុយនីសជាក់ស្ដែងនៅចន្លោះឆ្នាំ1966ដល់67កងអន្តរាគមន៍របស់គាត់រួមជាមួយកងរាជតម្រួតរបស់សម្ដេចព្រះនរោត្តមសីហនុបានបង្ក្រាបការបោះបោររបស់កសិករនៅសំឡូតនៃខេត្តបាត់ដំបងដែលត្រូវបានញុះញង់ដោយពួកកុម្មុយនីសការបោះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឲ្យកងទ័ពកុម្មុយនីសជូនដែលដើរប្រមូលទិញស្រូវក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយមការបង្ក្រាបនេះមានសភាពឃោរឃៅនិងមានរយៈពេលច្រើនខែរហូតដល់មានការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនិងមានការប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាដែលអាចកាត់ក្បាលពួកកុម្មុយនីសបានមនុស្សជាច្រើនអ្នកត្រូវបានរត់ចូលព្រៃនិងអ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយសារព័ត៌មាននានាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្សចំនួន 1000 នាក់បានក្លាយជាជនរងគ្រោះហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំងលោកលន់ណុលក៏ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះផងដែរលោកលន់ណុលបានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ1968និងត្រូវបានបង្ខំឲ្យថយពីកិច្ចការនយោបាយជាបណ្ដោះអាសន្នទោះជាយ៉ាងណានៅក្នុងឆ្នាំ1968គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិហើយនៅឆ្នាំ1969គាត់បានក្លាយជានាយករដ្ឋមន្ត្រីជាលើកទី2នៅថ្ងៃទី18ខែមិនិនាឆ្នាំ1970លោកលន់ណុលត្រូវបានគេចាត់ទុកថាជាមេខ្លោងម្នាក់ក្នុងចំណោមមនុស្សសំខាន់បំផុតទាំង3រូបក្នុងការទម្លាក់សម្ដេចព្រះនរោត្តមសីហនុចេញពីតំណែងជាព្រះប្រមុខរដ្ឋ